មនុស្សគេយកសម្ដីសម្រាប់ដំរីគឺគេយកភ្លុកចុះមនុស្សល្អគេអាស្រ័យលើម៉េចមើលម៉េចបានគេដឹងថាមនុស្សនឹងល្អឬអាក្រក់សម្រាប់ខ្ញុំមិនដឹងថាគំនិតអ្នកទាំងអស់គ្នាបែបម៉េចទេប៉ុន្តែសម្រាប់ខ្លួនឯងគឺខ្ញុំតែងតែមើលទៅលើទង្វើរបស់មនុស្សនឹងពាក្យសម្ដីដែលនិយាយចេញមកនិងភាពស្មោះត្រង់របស់មនុស្សម្នាក់នោះតើមនុស្សនឹងមានភាពស្មោះត្រង់ប្រមាណភាគរយចាអ្វីដែលគេនិយាយអ្វីដែលគេសន្យាគេធ្វើបានប៉ុន្មានភាគរយខ្ញុំតែងតែឲ្យតម្លៃលើបែបហ្នឹងអ្វីដែលខ្ញុំគិតថាមនុស្សប្រសិនបើគេទុកចិត្តលើយើងចាយើងត្រូវតែប្រឹងប្រែងឲ្យបានល្អជាងមុនទៅទៀតចាពីព្រោះមិនមែនមនុស្សម្នាក់តែងតែមានទំនុកចិត្តផ្ដល់ទំនុកចិត្តឲ្យនរណាម្នាក់ងាយនោះទេអញ្ចឹងនៅពេលដែលគេទុកចិត្តយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនតើអញ្ចឹងហើយបានកន្លែងហ្នឹងគឺវារៀងប៉ះទង្គិចផ្លូវចិត្តខ្ញុំបន្តិចចានៅពេលដែលស្ថានភាពមួយដែលខ្ញុំជួបរឿងដែលមិនល្អជួបរឿងដែលមិនមានភាពស្មោះត្រង់ចាគឺខ្ញុំតែងតែឈឺចាប់ពីព្រោះខ្ញុំតែងតែគិតថាទង្វើដែលយើងល្អទង្វើដែលយើងធ្វើទៅល្អហ្នឹងហើយខំប្រឹងធ្វើរាល់ថ្ងៃគឺយើងប្រាថ្នាមនុស្សល្អមនុស្សដែលមានភាពស្មោះត្រង់សច្ចៈវាចាចូលមកក្នុងជីវិតពួកយើងចាចុះហេតុអីបើយើងធ្វើហើយវានៅតែជួបរឿងអស់ហ្នឹងទៀតអាហ្នឹងក៏យើងសុខចិត្តទៅតាមហ្នឹងទៅប៉ុន្តែខ្ញុំនៅតែប្រាថ្នាជួបមនុស្សល្អដដែលចាហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថាចេះសុផលីត្រូវតែធ្វើជាមនុស្សល្អឲ្យបានចាហើយអ្វីដែលខ្ញុំមិនពេញចិត្តអ្វីដែលខ្ញុំមិនចូលចិត្តអ្វីដែលចង់និយាយថាធ្វើរឿងខុសគឺខ្ញុំអត់ប្រាថ្នាក្នុងការធ្វើរឿងអស់ហ្នឹងទៅដល់អ្នកដទៃជាដាច់ខាតចាអញ្ចឹងហើយដែលខ្ញុំតែងតែវារៀងក្តុកក្តួលក្នុងចិត្តនៅពេលដែលខ្ញុំធ្វើរឿងអីមួយដែលខ្ញុំឃើញពុករបស់ខ្ញុំម្ដាយរបស់ខ្ញុំក៏ដោយចាពេលដែលគាត់ធ្វើអីអត់ត្រូវគឺខ្ញុំតែងតែប្រឆាំងតែងតែនិយាយពេលខ្លះក៏ពាក្យកុហកកុហកឲ្យគាត់ខ្លះទៅដើម្បីអីមិនចង់ឲ្យអ្នកដតីមកលានៅមុខឲ្យអ្នកដតីមកដៀម៉ែយើងនៅមុខយើងគឺយើងទទួលយកអត់បានចាចំណុចហ្នឹងហើយគឺខ្ញុំត្រូវតែធ្វើឲ្យមានភាពត្រឹមត្រូវនៅក្នុងក្រុមគ្រួសារខ្ញុំចាខ្ញុំអត់មានលំអៀងទៅលើអ្វីមួយដែលថាមិនហ៊ាននិយាយខ្លាចនេះខ្លាចនោះអត់ទេខ្ញុំត្រូវតែនិយាយពីព្រោះខ្ញុំអត់សុំកលុំជាមួយនឹងការខុសជាដាច់ខាតអញ្ចឹងហើយដែលខ្ញុំត្រូវតែធ្វើរឿងមួយដែលហៅថាភាពស្មោះត្រង់និយាយអីត្រូវធ្វើឲ្យបានតើអ្នកបានធ្វើហើយនៅតើអ្នកមានភាពស្មោះត្រង់ប្រមាណភាគរយហើយនៅសួរខ្លួនឯងឆ្លើយខ្លួនឯងចាជួបគ្នានៅវីដេអូក្រោយ